គោលដៅលំហែបៃតងភ្នំក្នុងផ្សារជាក្តីសង្ឃឹមថ្មីសម្រាប់សហគមន៍តំបន់ការពារធម្មជាតិយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី17 ខែឧសភា ឆ្នាំ2025 នេះបានឲ្យដឹងពីគោលដៅលំហែបៃតងភ្នំក្នុងផ្សារជាក្តីសង្ឃឹមថ្មីសម្រាប់សហគមន៍តំបន់ការពារធម្មជាតិឯកឧត្តមបណ្ឌិតអៀង សុផាឡែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារនិងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារនៅភូមិតាំងបំពង់ស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺពិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់តាមរយៈគម្រោងលំហែបៃតងឯកឧត្តមអៀង សុផាឡែត បានសង្កត់ធ្ងន់ថាការសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃនេះជាឱកាសដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តកំពង់ស្ពឺខេត្តកោះកុងនិងពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ភ្នំខ្នងផ្សារនេះគឺជាចំណុចចាប់ផ្ដើមនៃគម្រោងអភិវឌ្ឍគោលដៅលំហែបៃតងថ្មីសម្រាប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមបែបបៃតងដែលនាំឲ្យមានភាពរីកចម្រើនដោយមានការគាំទ្រទៅលើបរិស្ថានធនធានធម្មជាតិនិងជីវៈចម្រុះតាមប្រសាសន៍ដឹកនាំផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារកាលពីថ្ងៃទី8 ខែមីនាឆ្នាំ2025កន្លងទៅនេះដើម្បីទទួលយកនៅព័ត៌មានផ្ទាល់ពីសហគមន៍និងពិនិត្យពីសក្តានុពលនៃតំបន់ការចាប់ផ្ដើមអនុវត្តគម្រោងនេះគឺពិតជាចូលរួមបង្កើតអនាគតថ្មីហើយប្រជាពលរដ្ឋមូលដ្ឋានក៏បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិបានកាន់តែប្រសើរតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាបម្រើឲ្យការទាក់ទាញទេសចរនៃតំបន់ដែលមានសក្តានុពលគោលដៅលំហែបៃតងនៃឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនិងខេត្តកោះកុងឯកឧត្តមបណ្ឌិតអៀង សុផាឡែត បានមានប្រសាសន៍ថាហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងត្រូវផ្ដល់ជូនសហគមន៍មូលដ្ឋានធ្វើការគ្រប់គ្រងដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងប្រែក្លាយសហគមន៍ឲ្យទៅជាសហគ្រិនដែលជាការបដូរពីការពឹងផ្អែកលើការកាប់ឈើនិងបរបាញ់សត្វព្រៃខុសច្បាប់មកចូលរួមចំណែកកាន់តែប្រសើរក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យប្រជាពលរដ្ឋរក្សាបាននូវភាពស្អាតដែលខ្មែរយើងមានតាំងពីយូរលង់មកក្នុងនោះភាពស្អាតនៅក្នុងចិត្តដែលស្មោះត្រង់មានការផ្ដល់សេវាល្អរួសរាយរាក់ទាក់និងមានតម្លៃសមរម្យលើសពីនេះមានភាពស្អាតក្រៅខ្លួនដែលយើងរក្សាបានអនាម័យកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកសម្អាតមូលដ្ឋានធ្វើឲ្យផ្ទះរបស់យើងស្អាតដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀតនិងភាពស្អាតលើឆាកអន្តរជាតិធ្វើឲ្យកម្ពុជាមានកិត្តិយសឧត្តមឧត្តមដែលអ្នកទេសចរបានផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចរនិងការវិនិយោគដល់អន្តរជាតិសូមជម្រាបជូនថាពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារនាពេលនេះរួមមានផ្លូវក្រាលក្រួសក្រហមក្រាលថ្មមិចប្រវែង 7.2 គីឡូម៉ែត្រទទឹងប្រវែង 8 ម៉ែត្រចាប់ពីផ្លូវលេខ 48 ដល់ជើងភ្នំឡើងតំបន់ភ្នំខ្នងផ្សារនិងបើកការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារនិងការបើកការកសាងផ្លូវថ្មើរជើងឡើងតំបន់ខ្នងផ្សារចាប់ពីចំណុចជើងភ្នំដល់ដំណាក់ដានព្រះចម្ងាយប្រមាណ 4 គីឡូម៉ែត្រដែលក្នុងនោះក្រសួងបរិស្ថានមានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ដែលមានដើមឈើហូបផ្លែនិងឈើព្រៃផ្ដល់ម្លប់និងអាចអ្នកទេសចរបានសម្រាកផងនិងអាចទទួលទានផងដែរក្នុងនោះគម្រោងរបស់ក្រសួងបរិស្ថាននឹងផ្ដល់ជូនដល់អ្នកទេសចរមកលេងភ្នំខ្នងផ្សារបានពិសាទឹកស្អាតដែលចម្រោះចេញពីទឹកធម្មជាតិប្រភពពីលើភ្នំ
ដល់កន្លែងសម្រាកជាមួយការដាក់ស្លាកព័ត៌មានដែលបង្ហាញពីចម្ងាយផ្លូវនិងការបញ្ចេញថាមពលរបស់អ្នកឡើងភ្នំនៅតាមកន្លែងសម្រាកនីមួយៗឆ្ពោះទៅភ្នំខ្នងផ្សារថែមទៀតក្នុងនោះដែរក្រសួងបរិស្ថានក៏នឹងរៀបចំឲ្យមានចំណតយានយន្តនៅកន្លែងដំណាក់ដានព្រះនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាកម្មទេសចរណ៍ដូចជាហាងកាហ្វេកន្លែងផ្ដល់ព័ត៌មានចំណតយានយន្តប្រព័ន្ធអគ្គិសនីដើរដោយថាមពលព្រះអាទិត្យប្រព័ន្ធទឹកស្អាតកន្លែងបោះតង់ផ្លូវថ្មើរជើងក្នុងព្រៃស្លាកសញ្ញាកន្លែងសង្គ្រោះបឋមអាហារដ្ឋាននិងកន្លែងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរជារួមការសាងសង់ទាំងនេះមានលក្ខណៈស្តង់ដារទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាធម្មជាតិដ៏ស្រស់ត្រកាលនៅទីនេះសំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននិងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ